ចូលទៅយករ៉ែដីនៅក្នុងហ្នឹងយកមករែងយកមាសនៅខ្សែលើរ៉ែនេះមកមិញភ្លើងនៅក្នុងណាបងប្អូនខ្ញុំច្រឡំអត់មានថាអូចាំងគោមពីនេះភ្លឺទៅទៅដើមនេះវិញនោះដាច់ណាដាច់នេះទៅលើថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាតាមខ្ញុំទៅចូលនៅក្នុងរូងរ៉ែមាសដែលពុកម៉ែបងប្អូនគាត់បានជីកលងជ្រៅមែនតែនៅតាមជើងភ្នំដើម្បីចូលយករ៉ែមាសហើយពួកខ្ញុំទៅថ្ងៃហ្នឹងក៏ចូលទៅយកថ្មកមូនហើយចេញដំណើរទៅថ្ងៃហ្នឹងក៏មិនសូវជាឆ្ងាយប្រហែលទេពុកម៉ែបងប្អូនមានចម្ងាយប្រហែលជា80គីឡូដីទេតែកិច្ចមិនផុតពីការរករ៉ាតែម្ដងតម្រាំតែនឹងទៅដល់ផ្ទះអ៊ំនៅភ្នំជីគឺឡានភក្តីខ្ទេចកង់មុខមកជាហៀងតែម្ដងបងប្អូនហើយចេញទៅជើងនឹងឆ្លោះទាំងយប់ទាំងថ្ងៃតែម្ដងបងប្អូនបាទមិនបានខ្ញុំថាអញ្ចឹងចូលក្នុងរូងថ្មត្រូវតែចាំងពិលដល់ពេលយប់ទៅមេឃភ្លៀងសំណាងបានដើរចាប់កង្កែបតាមនឹងទៀតបងប្អូនហើយកែបចេញច្រើនមែនតែនដើរតាមព្រៃប៉ុនគ្រាន់តែថាការយើងដើរចាំកែបក្នុងព្រៃយើងត្រូវប្រយ័ត្នមែនតែនបងប្អូនបាទប្រយ័ត្នការវង្វេងផ្លូវជាមួយនឹងសត្វសាហាវមានពឹសអីអញ្ចឹងឥឡូវមិនអោយខាតពេលវេលាពុកម៉ែបងប្អូនទៀតខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនយើងទាំងអស់គ្នាចូលទៅសាច់រឿងពេញទាំងអស់គ្នាបាទបងប្អូនបាទ BM21 ឲ្យទៅរៀបទៅណាដឹងតែមានការងារមុនទៅម្សិលមិញរុញឆ្អែតហើយអត់ចេះឥឡូវចង់បញ្ចប់បាទរកជាងដែលអើយគ្រាន់តែរៀបចំចេញដំណើរដោយពុកម៉ែបងប្អូនបានឃើញហើយបាទគឺចាប់ផ្ដើមរៀបចំចេញគឺរករាក់ពីដំបូងអញ្ចឹងតែម្ដងឡានវាខូចអគុយដល់អញ្ចឹងទៅតតែបដូរអគុយបានចេញទៅហើយទៅខែនឹងឈើវាដួលពេញទៅផ្លូវម្ដងបងប្អូនហើយសំណាងដែរទឹកវាមិនតាន់សូវច្រើនបើថាទឹកច្រើនអីឡាននេះប្រហែលជាអាចតឹងដែរសំណាងថាទឹកតាមកលុកនៅតាមផ្លូវមិនតាន់ឡើងច្រើនក៏មិនពិតតែសយរឿងអីបងប្អូនបាទខ្ទេចសម្បកមុខមកជាហៀងនេះបងប្អូនហើយមកដល់កន្លែងភ្លាមបាទកិច្ចមិនផុតពីរឿងរោគរ៉ាធ្លាយកង់កដាលព្រៃទៅឈប់ឯណានេះខ្ទេចហោលីងអូយចប់គ្រាន់តែចូលទៅដល់ភ្នំមួយផ្លែតមេឃក៏ភ្លៀងធំមែនតើបងប្អូនឲ្យផ្គរផ្ទះដល់កហើយឆ្កែវាខ្លាចវារត់មករតែខ្ញុំដេកនៅក្រោមផ្ទះនេះបងប្អូនហើយសំណាងដែរឡានយើងខូចនោះយើងជិះតាមផ្លូវមកអញ្ចឹងតែម្ដងបើឈប់ឯណាបើកដាលព្រៃអញ្ចឹងមិនដឹងហើយជាងនៅណាក៏ជិះតាំងអញ្ចឹងមកដល់កន្លែងខ្ទេចតែម្ដងហើយលមមមេឃភ្លៀងហើយក៏រៀបចំចេញទៅដើររកចាប់កែបបងប្អូនបាទហើយចេញទៅចាប់កែបថ្ងៃហ្នឹងមិនមែនទៅតាមតាពាំងតាមស្រែទេបងប្អូនបាទចូលទៅក្នុងព្រៃតែម្ដងតែលីលើហ្នឹងមុខតែវិញផ្លូវហើយបងប្អូនជិះជាលន់ទៅទៅអូដំអីដំចៃអីនោះហើយហត់ឡើងលើមកហោលទៅលើបាទมันดาวปันนึงซ้อนนี่คือสงอมเทียมโอ้ไปกี่ดาวอ่ะนะหลบไปគ្រាន់តែឡើងមកដល់ភ្លាមនិយាយពីថាហ៊ីង6 7ក៏បានលឹបអស់លីងបងប្អូនហើយមិនដឹងអាម៉េចខែដើមឆ្នាំបានផ្អើលយ៉ាងនឹងហើយក៏លោកនឹងមានទំហំប្រហែលជា1ម៉ែត្រទេនៅលើដាហើយដានឹងធំមែនតើបងប្អូនបាទប្រហែលជារាប់ហាត់ដែរយ៉ាងចូលបងប្អូនហើយ6 7ហ្នឹងមាញ់ហើយមានរុនផងនឹងឥឡូវចាប់បានតែមួយទៅណាអស់ទៅក៏លោកប៉ុណ្្នឹងសោះនេះហើយនៅលើដាបងប្អូននេះលើដាមិននៅអូទេកដាលដាធំហ្មងហើយនេះលើដើមឈើសិតតែពងកែបលើដើមឈើសិតតែពងកែបបងប្អូនណាទឹកមកកលុកប៉ុណ្្នឹងសោះហើយនិយាយពីថារាវចុះរាវឡើងនៅតែមិនបានដល់អញ្ចឹងខ្ញុំនឹកថាខ្មោចលងហើយយ៉ាងបងប្អូនតែអស់តម្រេះយើងបាច់វិញម្ដងបាច់រិញមើលចាប់បានខ្លះអត់ចូលនៅមានប៉ះមកណាអូនៅតែនេះពុយពួយណាអូសល់ចូលក្នុងនេះសោះទៅភ័យស្មានកែបទៅសល់ចូលថ្មមកទេមកដាក់មកពីមួយអូថតគួយណាបងប្អូននៅនោះប៉ុនកដៃមិនហ៊ានប៉ះចិត្តទេអូយធំហើយទៅដើមនេះវិញនោះដាច់ណាដាច់នេះទៅលើអូនោះទៅទៀតយើង
nhiều ô em phun em pi cái ba mà cái này bị mình khi lo trâu gì đó như vậy á ô cha đây កន្លែងដែលខ្ញុំកំពុងចូលនោះគឺកែបអូបបងប្អូនបាទយើងពិនិត្យមែនតែនមិនឃើញអាខ្លះវាអត់ឲ្យយើងឃើញផ្នែកទេបងប្អូនហើយណាបាទឥឡូវលវឹងលវើយខកខាត់មកកន្លែងដាច់ណាដាច់នៅដោយចាប់កើតនេះមិនចំទួទៅចាប់ក្នុងព្រៃតែម្ដងតែមិនចាប់ត្រឹមតែតាមទឹកទេនឹងចាប់នៅលើដាលើថ្មទៀតមិញបានកែបហ៊ីង5ក្បាលហើយកែបអូប3បាទនេះបងប្អូនបាទនៅលើដាធំ ថ្មដូចប្រាសាទចឹងបងប្អូនខ្ញុំមិនដឹងថាប្រាសាទពីចំនួនណាទេច្រឡំថាដូចប្រាសាទថ្មប្រាសាទបងប្អូនបាទនេះដុំឥឡូវមានតែគេរៀបមកដាក់អញ្ចឹងកមកភ្នូកហើយនោះមានកឡជើងធូបបងប្អូននៅកមកភ្នូកធំបងប្អូនហើយនៅលើដានធំក្តារព្រៃបងប្អូនគាត់ទៅថ្មដឹងថាប្រាសាទដាក់ពីចំនួនណាទេបាក់បែកនៅតែថ្មជាដុំអញ្ចឹង នៅទៅទៀតបងប្អូនបាទបងប្អូនអើយលន់ដូចចាក់បាសហ្នឹងទៀតផ្នែកចូលស្គូបាទរត់ទៅណាអើយបុករត់ទៅណាវា lời nói cho ai mà cô nói mùi gì mùi được đấy để chập man có bá hay chưa có mùi có bá ra mong cô nó có được và đây mùi được lời ông có từ đây bông phô này sập lật tập hal tới khơi tập ban mà sờ lo để ta bông phô kẹp hình có miên kẹp cái chai có miên kẹp ốp có miên hay cắt một đọt bể bớt còn nôm khné màu linh crop chăn tì bông phô baนี่คือจีnăng đại dương rành mía à thảประโยชน์bảo víaคือdương rành mía hơi đọt bể việc khôi tới dương ai nâng vô màu đọt linh crop chăn tì bàn tiệt bạn hay có xóm này nôm sบู่ khăn căn ta đọt bụng mai bông phô có bụng tới tu sanh á sบู่ khăn สำหรับสองcái bảo chui thay để xaสกปรกสอนึ่งสบายกบาลไอ้กำจัดองcáiอย่างmiênประสิทธิภาพถ้วยสอตรศาสตร์นึ่งรึงมอมประดอเพียบตรเจียปีสารเทียนมองต้นดำใบกัดบรรทอยการเลียสบายกบาลนึ่งสระสายให้กบาลผลิตปีสนาได้คนขมายผ่องได้จุปุยมจมูกนึงกรมการเงอุซาเตอปรายตายแต่ใบเนื้อกบาลกัดองกายดอกเปลปลาปลาเตอเคยทำมีประสิทธิภาพละอมันแทนบงโปนบานอันจังให้จุปุยมบาดปลาตัวเคยทำละอบานในนอมตะดอลปุกไม้บงโปนปลาปลาให้ก็จะคำท่าปุกไม้บงโปนเยิงบานจุยกรมโตรสนาได้คนขมายเยิงละอบานจรานลางพองบาน បន្តសាច់រឿងទៀតការដែលយើងដុតក្របចន្ទីនេះបងប្អូនបើផ្ទះយើងមានមន់យើងអត់គួរដុតជិតផ្ទះទេវាអាចនឹងឈឺមន់ងាប់ខ្ទេចអូយនេះព្រាចន្ទីនេះយកដៃខិតហើយទៀតបងប្អូនតែផ្អែមអញបងអើយធ្វើដៃបាត់ហើយតិចមកលេងក្រោយពេលហូបចន្ទីរួចក៏នាំគ្នាចូលទៅព្រៃទៅដើររកថ្មកមួនបងប្អូនបាទតែតាមទីតាំងនេះអត់មានទេយើងដើរអត់មានជួបប្រទះសោះហើយតំបន់ហ្នឹងពីមុនគឺមានបងប្អូនតាយាយគាត់ជីកត្បូងច្រើនមែនតើហើយនេះគឺជារ៉ែវាបងប្អូនបាទសហ្នឹងគឺជាប្រភេទរ៉ែត្បូងបងប្អូនបាទពីមុនតាមនឹងនិយាយពីថាដៅត្បូងដូចដៅបាយខុំអញ្ចឹងពេញតែនឹងហើយដើររកបន្តមកដល់ថ្ងៃក្រោយទៀតក៏ជួបតែថ្មអីខ្មៅអត់មានជួបថ្មកមួនទេបងប្អូនហើយថ្មខ្លះទៅក៏រៀងយើងវាយចេញមកឃើញដូចដែកនៅក្នុងអញ្ចឹងតែអត់អាចប្រើការបានទេនេះបងប្អូនបាទទីតាំងដែលបងប្អូនគាត់ជីកលុងជារូងដីចូលទៅយករ៉ែដីនៅក្នុងហ្នឹងយកមករែងយកមាសនេះបងប្អូនហើយនិតឈឹងតែម្ដងជំរឿណាជំរឿណីទេនេះបាទរូងកុំឃើញចេះមិនរាក់ទេបងប្អូននិតឈឹងទៅណោះពុំលូនទៅហើយធាក់ក្ដីอันนี้បងប្អូនថ្មកមួននេះដែរទីនេះស្អាយដូចស្អាយថ្មកមួនមក
mình nơi sai được ra đấy màu mình bây giờ mình stop tên vậy នោះភ្លឺនោះ rồi từng ngõ nó không phát tên nơi không rung vậy ឡើងជំរឿនណាជំរឿនណៃ vô tha tới xã tha tới việc xã tha tới miền ở po xây kia nhắn miền đi ấy này po anh po bay từ đọc củ bay màu có hòm có suốt từ không rung ថ្ងៃចាំងអាខៀវបាញ់វិញមើលអាគ្រាប់ទាំងខៀវនេះនឹងអានោះអាគ្រាប់ទាំងខៀវនោះនឹងអានោះទាំងខៀវមើល vậy mộtក្រៅ à phu chơi vô អូ à phu chơi នេះភ្លឺតេងបងប្អូនហើយ giờ pa sập bọc mò cầm mùn không khai rồi mà ổn order hai mươi tờ say cái này nếu thom chưa bứt rồi bứt trong nơi nê màn china mà đơn thà sọc lại mình mò cầm mùn được không mới cái dài chạy chạy rồi thế cái dài អូ hình khan mong ổn mờ rụng riêng mờ thom mà chia đây ở bên thấy vì tranh mong che luôn biết em bàn về sạch đôi dương phục tray salmon ហ្នឹង đôi ខ្លាចយើងយើងកាន់ទៅដូចយើងឈូសដៃទៅលើកមួនអត់មានក្រើមដូចថ្មទេ ទីមផតបងប្អូនបានរបស់ខ្មែរធម្មជាតិទីតាំងពិតប្រកបប្រើ100%ហើយបាទ ទីបំផុតក្រោយការខិតខំប្រឹងប្រែងក៏បានមកដល់ទីតាំងមានថ្មកមួនឲ្យបងប្អូនពួកខ្ញុំដើរឡើង5 6ថ្ងៃតម្រាំទៅរកបានអញ្ចឹងបានថាតើតើយើងតស៊ូកំបោះបង់បានមកជួបភ្លើងនៅក្នុងណាបងប្អូនច្រឡំអត់មានថាអូចាំងគោមពីនេះភ្លឺទៅនេះបងប្អូនជាក់ស្ដែងមើលខាងក្រោយមានអាណាទៅមានតែខ្ញុំ ស្អាតមែន ចាពីនោះភ្លឺមកខាងនេះបាទមិនមែនចាំងគោមពីនេះទៅទេអេមថ្មគមួនធម្មជាតិ ទៅទឹកពេលស្រួលទឹកផ្សេងពេលត្រូវទឹកចេះហ្នឹងហើយ តាមពិតខ្ញុំទៅស្គាល់ទឹកដីភ្នំជីនេះ2 ដល់ 10 ឆ្នាំហើយបងប្អូនអត់មានដឹងថាចិត្តនឹងមានថ្មកមួនទេទីតាំងហ្នឹងពួកខ្ញុំជិះម៉ូតូទៅប្រហែលជា20 គីឡូជាងទៅ30 គីឡូទេជាពីភ្នំជីទៅហើយសាច់ថ្មកមួនរបស់យើងដូចពុកម៉ែបងប្អូនបានឃើញជាក់ស្ដែងហើយស្អាតមែនតើនៅពេលយើងចាក់ពិលទៅនិយាយពីថាពណ៌វាចង់ដូចសាច់ល្ពៅបន្តិចអីបន្តិចស្អាតមែនតើបងប្អូនបានហើយឈ្មោះរបស់វាបើតាមតែពួកខ្ញុំបានដឹងបានសួរពីបងគាត់ជំនាញខាងថ្មហ្នឹងគាត់ហៅថា Agate អញ្ចឹងថ្មកមួននេះយើងជួបនៅទឹកដីខេត្តកំពង់ធំអាចនឹងយើងហៅថាថ្មកមួន Agate កំពង់ធំបាទហើយលទ្ធផលរបស់យើងក្រោយពេលចូលទៅក្នុងយ៉ហ្នឹងក៏បានប្រហែលជា30 ទៅ 40 គីឡូដែរបងប្អូនបាទអញ្ចឹងចំពោះពុកម៉ែបងប្អូនបើត្រូវការអាចតាក់ទងមកខ្ញុំបានតាមលេខ Telegram ខ្ញុំដាក់នៅខាង comment ឬក៏តាមឆាតក៏បានដែរហើយក៏សូមអរគុណបាយបាយពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នានៅសកម្មភាពវីដេអូក្រោយទាំងអស់គ្នាទៀតបាទ